បាទថ្ងៃនេះមកជួបបងស្រីម្នាក់ទៀតហើយដែលគាត់មានបញ្ហាមហារីកសុដន់ដំណាក់កាលទី3បាទហើយគាត់ទៅព្យាបាលនៅពេទ្យ2 3ពេទ្យទៅវៀតណាមហើយអស់សង្ឃឹមឥឡូវនេះបានមកជាដោយសារសពដើមសម័យរបស់យើងហើយបងប្អូនមើលឯកសារទៅនេះឯកសារមានបង្ហាញជូនបងប្អូនទាំងអស់បាទឥឡូវបងប្អូនមើលឯកសារហើយចាំជួបជាមួយអ្នកសម្ភារផ្ទាល់តែម្ដងបាទជួបជាមួយអ្នកជំងឺផ្ទាល់បាទបាទជំរាបសួរបងបាទសួរបងហើយជាម៉េចអ្នកងៀតចិត្តខាងហើយឮថាបងជាអ្នកទិញជាមួយនឹងសពរានធម្មជាតិដើមសម្ោចឲ្យគាត់ទៀតដោយសារតែគាត់នេះគាត់ពេលដែលគាត់ឈឺគឺគាត់និយាយអត់កើតទេស្វាំងភ្នែកបាទគាត់ស្វាំងហើយត្រូវមហារីកមហាអីហ្នឹងវាត្រូវបងជាអ្នកទិញឲ្យគាត់ពិតប្រាកដអត់ទេបងខ្ញុំអ្នកទិញឲ្យពិតប្រាកដមែនតាគាត់ជឿអត់គាត់ជឿពិតទេជឿខ្ញុំជឿដាក់គាត់នេះអត់បានឥឡូវគាត់ដើរបានគាត់ហូបបានបាទសុំសាច់សដន់គាត់ស្រកទេណាបាទស្រកអីឡើងទុនមុនគាត់រឹងដល់ឥឡូវគាត់ទុនខ្ញុំទៅហាញគាត់រហូតហ្នឹងហើយគាត់អ្នកចិត្តខាងទេចិត្តខាងគាត់ស្រឡាញ់គាត់ដូចជានេះយើងបងប្អូនអញ្ចឹងបងសពថ្ងៃនេះតើបងជាអ្នកចិត្តខាងរបស់គាត់ហើយមានទីលំនៅបច្ចុប្បន្ននៅម្ដុំណាដែរនៅផ្លូវសង្កាត់សារាមស្កូវផ្លូវ408បាទអញ្ចឹងនៅរាជធានីភ្នំពេញយើងនេះទេបាទអត់ទេអង្គើខាងនោះទូពូនៅទឹកគ្នាបាទនេះគាត់ដូរដែលគាត់នៅបាទហ្នឹងហើយហាញប្រាប់ទៀតសារទូពូបាទនេះបងប្អូនសួររោទេបាទនេះសាក់សីពិតបងប្អូនមិនជឿទេចាំមកសួរអ្នកភូមិហ្នឹងទៅបាទអ្នកភូមិហ្នឹងអ្នកភូមិហ្នឹងអ្នកភូមិដឹងនោះសម្ដេចហាត់ប្រាណជុំមកដល់នេះគាត់ដឹងហើយគាត់ដឹងទាំងអស់តែចាយការអារិសដានឥឡូវជាពិតប្រាកដហើយបាទជាមែនគាត់ជាព្រោះគាត់តែមែនដាក់ទៅថ្នាំហ្នឹងអាចត្រូវមកទឹក2លីត្រនេះមកសភាត្រូវបើយើងចង់ចាត់ដាក់1លីត្រជាងមកសភាកន្លះបាទនិយាយទៅបាច់ចត់ទេញ៉ាំធម្មតាស្រាយូរហ្នឹងហើយតែ4គាត់ញ៉ាំតែ4 5ថ្ងៃទៅមួយអាទិត្យគាត់ដឹងហើយគាត់ដឹងតែខ្លួនគាត់វាត្រូវអញ្ចឹងបានគាត់កំងយកមកទិញទៀតបងប្រុសបើពីមុនវិញដើរហាត់ប្រាណណាគាត់ដើរអត់កើតទេដើរកើហ្មងគួយសិនណាគួយសិនមកផ្លែពីមុនដើរហាត់ប្រាណដើរចង់អលុំហ្មងដើរទៅដេកផ្ទះគាត់ទឹកទៅដេកទុកគាត់ជួនហ្នឹងអាការៈគាត់ទ្រង់ទ្រាហ្មងបាទទ្រង់ទ្រាដើរអត់សិនកើតហ្នឹងចៅអើយទៅពេទ្យអត់ខ្ញុំទៅពេទ្យខ្ញុំថាខ្ញុំផឹកថ្នាំវៀតណាមគេឲ្យពីប្រឆាំងនឹងថ្នាំពេទ្យណាគាត់ហូបថ្នាំក្នុងអត់នេះអញ្ចឹងខ្ញុំទៅគាត់ទេថ្នាំនេះមកខ្ញុំឲ្យដាំទឹកដាំអីឲ្យគាត់សាកមើលសាកទៅបានមួយថ្ងៃ2ថ្ងៃគាត់ហូបបានគាត់នេះបានហើយនេះគាត់ហ្នឹងគាត់មានកម្លាំងអីមកវិញអញ្ចឹងទៅគាត់ត្រូវឥឡូវគាត់អស់គាត់ទៅមកទិញមកទៀតអាហ្នឹងវាត្រូវច្រើនមុខដែរមហារាជកាពះពោះវៀនអីត្រូវទាំងអស់ញ៉ាំទៅមានកម្លាំងព្រាមហ្មងបាទញ៉ាំទៅគាត់មានកម្លាំងហើយហូបបានហើយហូបបាយឃ្លានបាយហ្មងហូបព្រោះកាលពីមុនគាត់អត់តន់ហូបអាហ្នឹងគាត់សោយហើយឥឡូវដោះស្ដង់គាត់ហ្នឹងគាត់ហូបដាក់ត្រូវទៅវារៀងទន់ផុសគាត់ហើយមុនរឿងបាទហ្នឹងហើយមិនសាកមើលឥឡូវសាកទៅវាត្រូវមែនអរគុណច្រើនបាទទៅដល់បងប្រុសក៏ដូចជាបងស្រីហើយជូនពរឲ្យបងជាតែម្ដងណាជាដាច់តែម្ដងដែលបានប្រើប្រាស់ជាមួយនឹងសពរានធម្មជាតិដើមសម្ោចរបស់យើងអរគុណច្រើនបងដែលបានចូលរួមផ្ដល់នៅបទសភាក៏ដូចជាធ្វើជាសាក្សីបាទព្រោះនេះគឺជាសាក្សីពិតប្រាកដដែលគាត់មានន័យថាបងស្រីគាត់ពឹងបងប្រុសឲ្យទិញឲ្យដោយសារតែបងស្រីគាត់ទិញអត់កើតទេគាត់និយាយក៏ពិបាកដែរពីមុននិយាយក៏ពិបាកហើយភ្នែកនោះក៏ស្វាងទៀតអញ្ចឹងមានន័យថាគាត់ពឹងបាទអ្នកចិត្តខាងរបស់គាត់នេះដែលជាបងប្រុសដែលត្រូវជាមិត្តភក្តិរបស់គាត់ដើម្បីឲ្យទិញជាមួយនឹងសត្វបារាណធម្មជាតិដើមសម្ោចរបស់យើងយកមកប្រើប្រាស់ឥឡូវនេះបានជាឲ្យបងណោះបាទអរគុណច្រើនបាទដើរហាត់ប្រាណបានខ្ញុំទៅស្រុកទីកង់បាទលើកអង្គតែទៀតអូបាទអត់ទេប្រេនទីអង្គតែខ្ញុំលើកទៀតមុនមកយកមកអត់ថាខ្លាចមិនត្រូវអត់មានសាកទេអ្នកដាំនេះអ្នកដាំខ្ញុំអញ្ចឹងខ្ញុំបខំគាត់សាកមើលទៅវាត្រូវនឹងអាជំងឺគាត់3 4មុខហ្នឹងតែមែនដល់ពេលគាត់ទិញមកដល់អញ្ចឹងទៅឥឡូវហ្នឹងគាត់ហូបបានគាត់ដាំទៅគាត់ហូបបាននេះបានអញ្ចឹងបានអស់ហ្នឹងมันកំងទិញមកថែមទៀតហ្នឹងពីមុនខ្ញុំស្ដាយថ្នាំមកវៀតណាមខ្ញុំមិនហូបទៅខ្ញុំអត់មានកម្លាំងទេចាយទៅពេទ្យទេអត់ទេខ្ញុំខ្លាចប្រតិកម្មព្រោះថ្នាំគេឲ្យយើងទៅពេទ្យទេគេឲ្យវា
ចាក់សរុំស្អីបានទេទៅពេលហើយក៏កំងមកពូគាត់អ្នកដាំគាត់ដាំពុះហ្នឹងណាគាត់រកដាក់ហើយពូកុំដាក់ខ្ញុំស្ដាយថាពីវៀតណាមមិនចេះសម្រាប់ចិត្តមើលតោះឥឡូវសាកលបងមកកាសៀវអញ្ចឹងទៅបានហូបទៅស្អែកឡើងមានកម្លាំងហូបបាយបាន បាទដំបងឡើយក៏គាត់អត់ទាន់បានជឿ 100% ដែរបងប្អូននេះជាការសាកល្បងរបស់គាត់ ចា ប៉ុន្តែការសាកល្បងរបស់គាត់នេះ បានសម្រាប់ បាទធ្វើឲ្យទទួលបាននូវលទ្ធផលល្អបាទសម្រាប់សុខភាពក៏ដូចជាព្យាបាលនៅជំងឺមហារីកបាទសូដនរបស់បងស្រីណាអរគុណច្រើនបងស្រីជូនពរឲ្យបងមានសុខភាពល្អនិងសំណាងល្អជាបាទ ចាសូមឲ្យបងនឹងលក់ថ្នាំឲ្យដាច់ទៅហើយផ្សាយឲ្យប្រជាជនទាំងអស់ហ្នឹងជឿជាក់លើថ្នាំដើមសមុទ្រហ្នឹងទៅគឺការពិតមែនអត់កុហកអីគឺខ្ញុំកាត់ផ្ទាល់អញ្ចឹងណា បានជួលបងស្រី ចាអត់ជួលទេខ្ញុំអ្នកកើតហើយគឺខ្ញុំខ្លួនខ្ញុំដឹងខ្លួនខ្ញុំថាខ្ញុំត្រូវឈឺអីខ្ញុំដឹងខ្លួនខ្ញុំនេះការពិតមិនមែនខាងបងមកជួលខ្ញុំមកសម្ភាសខ្ញុំមកជួលឲ្យលុយខ្ញុំទេអញ្ចឹងណាចាគឺសប្បាយចិត្ត ច្រើនបងអរគុណច្រើនបងដែលបានចូលរួមបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាចឹងបងប្អូនដែលកំពុងតែជួបបញ្ហាដូចបងស្រីដែលមានជំងឺជាច្រើនមុខក៏ដូចជាបាទជំងឺមហារីកដោះឬក៏ជំងឺផ្សេងអាចទំនាក់ទំនងឬក៏អាចពិគ្រោះយោបល់តាមរយៈ page ផ្លូវការនិងលេខទូរស័ព្ទរបស់យើងនៅខាងលើសូមអរគុណសូមជម្រាបលា ចា ពុកម៉ែបងប្អូនដែលមានជំងឺមហារីកគ្រប់ប្រភេទមិនថាមហារីកដោះមហារីកស្បូនមហារីកពោះវៀនធំមហារីកថ្លើមមហារីកខួរក្បាលមហារីកកូនកដុលមហារីកអីក៏ដោយដំណាក់កាលធ្ងន់ដល់ដំណាក់កាលទី4ក៏ដោយសូមបងប្អូនប្រើសុទ្ធដើមស្រមោចបាទជាអសុទ្ធរុក្ខជាតិដែលជាអសុទ្ធទឹកព្យាបាលបងប្អូនភាគច្រើនគឺជាដាច់បាទនេះមិនមែនជារឿងលេងសើចទេបងប្អូនសូមជួយ share ផងហើយអសុទ្ធនេះគឺមានទីតាំងលក់ត្រឹមត្រូវបាទទីតាំងបងប្អូនអាចមើលបាននៅច្រាំងចម្រេះបាទនៅផ្លូវជាស្វារាទីតាំងលក់អសុទ្ធរបស់យើងនេះគឺគ្មានការបោកប្រាស់ទេអសុទ្ធរុក្ខជាតិដើមស្រមោចនេះគ្មានសារជាតិប៉ះពាល់ឬក៏មានសារជាតិហាមឃាត់អត់មានប៉ះពាល់អីទាំងអស់បងប្អូនដែលកំពុងតែចាក់គីមីឬក៏ញ៉ាំថ្នាំពេទ្យអាចញ៉ាំលាយជាមួយបានដោយមិនបាច់បារម្ភអីទាំងអស់